សួស្តីបងប្អូនទាំងគ្នាយើងមកជួបគ្នាជាមួយនឹងការនិទានរឿងថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងអមនុស្សទៀតហើយបងប្អូនហើយសារនេះគឺមកសាហាវជាងរាល់ដងទៀតហើយដាច់ក្បាលសារនេះបងប្អូនដាច់ក្បាលប៉ុន្តែប្រិយមិត្តយើងគាត់ប្រាប់មកគាត់ថាដាច់ក្បាលប៉ុន្តែនៅរស់បងប្អូនចម្លែកចិត្តទេបើសម្រាប់ខ្ញុំថាពាក់កណ្ដាលស្លាប់ពាក់កណ្ដាលរស់អញ្ចឹងណាតែទៅមួយអមនុស្សនេះហើយអមនុស្សឯនៅរស់ទៀតអញ្ចឹងឆ្ងល់ដែរអញ្ចឹងស្រាយចម្ងល់ទាំងអស់គ្នាចូលទៅស្ដាប់ការនិទាន detail ពីរឿងអមនុស្សដាច់ក្បាលនេះទាំងអស់គ្នានៅខាងក្រោមអញ្ចឹងមកដល់ត្រង់នេះសូមបងប្អូនទាំងអស់គ្នាមេត្តាជួយចុច subscribe ចុច comment និង share ទៅលើវីដេអូមួយនេះដើម្បីលើកទឹកចិត្តដល់ admin និទានរាត្រីបន្តអញ្ចឹងយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាហ្មងទៅរឿងនេះខ្ញុំទទួលបានពីបងប្រុសម្នាក់ចែកម្លែកគាត់នៅតាមបណ្ដាខេត្តខ្ញុំសូមអត់បញ្ចេញឈ្មោះខេត្តទេរឿងហ្នឹងកើតឡើងចំពោះគាត់ក្នុងរយៈពេលគិតម្ដងនេះគាត់ប្រាប់ខ្ញុំថាក្នុង4ឆ្នាំហីបងប្អូនទាំងគ្នាក្នុង4ឆ្នាំហីគាត់ថាមានយប់មួយហ្នឹងគឺជាបន្តិចទីតាំងដែរផ្ទះគាត់រស់នៅក្នុងភូមិហ្នឹងគាត់រៀងនៅដាច់ឆ្ងាយពីគេអញ្ចឹងណាបងប្អូនរៀងដាច់ផ្ទះបាទដាច់ផ្ទះនៅក្នុងភូមិដូចគេដែរប៉ុន្តែចន្លោះគាត់ហ្នឹងគឺរៀងឆ្ងាយពីគេបន្តិចអាចថាពីផ្ទះដែលគេរស់នៅអ៊ូអហ្នឹងមកផ្ទះគាត់ហ្នឹងអាចដាច់ប្រហែលខ្ទង់ពី300ម៉ែត្រដែរហើយបានដល់ផ្ទះគាត់ហើយផុតពីផ្ទះគាត់ទៅប្រហែលខ្ទង់ពី300ម៉ែត្រទៀតបានមានផ្ទះនៅតឯទៀតអញ្ចឹងណាហើយគាត់ថានៅក្នុងភូមិរបស់គាត់ហ្នឹងមានអ៊ំស្រីម្នាក់ដែលគេសង្ស័យគាត់ដែលគាត់មានសភាពអត់សូវស្រួលនៅក្នុងភូមិអញ្ចឹងណាបានគេសង្ស័យថាគាត់ជាអាបអញ្ចឹងបងប្អូនសម្រាប់ខ្ញុំអាបខ្ញុំចាប់ទុកថាវាជាអាបមនុស្សដែរតែគាត់ថាពាក់កណ្ដាលរស់ពាក់កណ្ដាលស្លាប់អញ្ចឹងណាអញ្ចឹងបងប្រុសគាត់ថានៅយប់មួយរៀងមេឃភ្លៀងរៀងគួរសមដែរពីល្ងាចទៅភ្លៀងខ្លាំងគួរសមហើយបន្ទាប់ទៅដល់រៀងយប់បន្តិចប្រហែលខ្ទង់ម៉ោង9ម៉ោង10ហ្នឹងគឺមេឃចាប់ដើមរាំងភ្លៀងហើយនៅលឹមសាច់តិចអញ្ចឹងណាចឹងបងប្រុសគាត់សម្រាប់នៅផ្ទះរបស់គាត់ហ្នឹងជាមួយនឹងគ្រួសាររបស់គាត់ហើយផ្ទះគាត់ហ្នឹងគឺផ្ទះទូចដែរទេបងប្អូនបើតាមគាត់ប្រាប់ចឹងណាគាត់ជីវភាពរៀងខ្វះខាតគូសមដែរចឹងមិនតែផ្ទះខ្ទមទូចមុំទេនៅក្នុងគ្រួសាររបស់គាត់ប្រពន្ធគាត់ឯនឹងកូន2នាក់ទៀតទៅគាត់ថាដល់យប់ម៉ោង10ជាងម៉ោង10ជាងជិត11ហ្នឹងគាត់ថារៀងវាមិនយប់ជ្រៅពេកដែរទេយប់ស្មើហ្នឹងនៅជនបទហើយមេឃភ្លៀងចេះទៀតគឺមានសភាពស្ងាត់ខ្លាំងគាត់ថាគឺឆ្កែលូបងប្អូនមេឃភ្លៀងហើយអូខ្ញុំនិទានដល់ត្រង់នេះឡើងព្រឺរោមព្រឺក្បាលខ្ញាក់បងប្អូនគាត់ថាឆ្កែលូខ្លាំងមែនទេឡើងទៅហឹងក្នុងភូមិរបស់គាត់ហ្នឹងអញ្ចឹងណាគាត់ឆ្ងល់មេឃភ្លៀងហើយឆ្កែលូសម្បើមេះអស់ពីលូព្រុសទាំងឆ្កែគាត់ទាំងឆ្កែគេនៅក្បែរហ្នឹងព្រុសកញ្ញោអញ្ចឹងណាហើយគាត់គិតតាំងប្រហែលជាគេដើរកែប្រើសัตว์ធ្វើអីពេលយប់បន្ទាប់ពីមេឃភ្លៀងអីហើយអញ្ចឹងណាអញ្ចឹងក៏អត់ចាប់អារម្មណ៍ដែរដល់ឆ្កែហ្នឹងវាព្រុសខ្លាំងពេកឆ្កែលូផងព្រុសផងទៅគាត់ក៏ធម្មតាក៏ចេញមកមើលអញ្ចឹងណាគាត់ចេញមកមើលថាណាគេដើររឆ្លោះសัตว์ឆ្លោះអីនៅតាមក្បែរផ្ទះគាត់ហ្នឹងព្រោះនៅក្បែរផ្ទះគាត់ហ្នឹងគឺមានពេកមួយហ្នឹងជាដំណើរចាស់ពីសង្គមមកហើយប៉ុន្តែបច្ចុប្បន្នឥឡូវហ្នឹងគឺគេលុបចង់អស់ហើយក៏មានទឹកដក់ទឹកអីទៅហើយក៏មានក្លុកកបីភក់ជ្រាំនៅក្បែរហ្នឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងគាត់ក៏ឆ្ងល់ថាមិនក៏ឆ្កែពុះកញ្ញោភ្លើងហ្នឹងខ្លាំងមែនភ្លើងគេឆ្លុះសัตว์គេឆ្លុះអីយប់ឡើងអញ្ចឹងសោះគាត់ក៏ដើរទៅមើលគាត់ថាទៅបងប្អូនហើយឡើងគាត់នោះព្រោះគីឡូគាត់ចូលខ្ទង់ចិត្តជាងប៉ែតហើយខ្ពស់មាំមកន័យថាមៀតរបស់គាត់គឺមាំមកគាត់ចង់ចាញ់ក្រាបដែរគាត់ថាឃើញចង់ទុនដៃទុនជើងដើរអត់រួចទេគាត់ថាទៅគឺឃើញភ្លើងភ្លឹបផ្លែតហោះហើយឆ្កែចេះតែហក់ដេញកត្រងលោតអញ្ចឹងណាដល់គាត់ដើរទៅគៀកមែនតែនទៅបងប្អូនមិនភ្លើងអ្នកឆក់ឆ្លងកាយទៅណាមានភ្លើងអ្នករសានណាភ្លើងអាបបងប្អូនអាបវាចេញចាប់សัตว์ចិញ្ចឹមកែបស៊ីយប់ឡើងតែគាត់បញ្ជាក់មួយខ្ញុំដែរគាត់ថាគាត់អត់ច្បាស់ថាជាអ៊ំស្រីមួយដែរគ្រប់គ្នាសង្ស័យហ្នឹងឬក៏អត់ទេតែគាត់ដឹងថា
អាបហ្នឹងគឺជាអាបស្រីដោយសារតែសក់វែងតែនតាយហើយហោះមកស្ដែងហ្មងគាត់រត់ពូនគាត់ថាក្បាលចង់ប៉ាន់កឆេនៅភាសាអ្នកអូថៃអូអីហ្នឹងកឆេហ្នឹងគឺធ្វើពីផ្ដៅអញ្ចឹងណាបងប្អូនទំហំវាអាចថាកត់ចិត្តហ្នឹងគឺខ្ទង់1ម៉ែត្រអញ្ចឹងទៅគាត់ក្បាលគាត់ឡើងប៉ុណ្ណានៃឬរោមដើរអត់ចង់កើតរត់អត់ចង់ឲ្យទុនណៃទុនជើងហ្នឹងហើយឆ្កែចិត្តតែព្រោះកញ្ញោរហូតដេញកតងទៅហើយក៏អាបហ្នឹងវាហោះកិច្ចពីសัตว์ហ្នឹងឡើងទៅលើផុតបាត់ទៅហើយមិនត្រឹមតែបងប្រុសគាត់ជួបប៉ុណ្ណឹងទេហើយបងប្អូនដែលគាត់រស់នៅក្នុងភូមិហ្នឹងក៏គាត់ថាគាត់អាសាជួបដែរជួនកាលទៅជួបជាមួយនឹងរឿងអាបហ្នឹងទៅរត់ចែកជើងគ្នាហត់ចោលធុងចាំងែបធុងអីហ្នឹងទៅហើយពេលខ្លះទៅគាត់ក៏ទៅឆ្លងកាបឆ្លោះសัตว์អីតាមព្រៃហ្នឹងជួបនៅមនុស្សជួបនៅខ្មោចអីផ្សេងជួបមួយភ្លើងហោះអីផ្សេងទៀតទៅហើយពេលខ្លះទៅជួបជាមួយនឹងខ្មោចក្បត់ក្បាលឈរនៅក្រោមដើមឈើហើយដៃយួរក្បាលសម្លឹងមើលមកពួកគាត់ក៏មានដែរតែបងប្រុសដែរគាត់ដំណើររឿងហ្នឹងប្រាប់ខ្ញុំក៏គាត់ថាគាត់ធ្លាប់ជួបដែរភ្លើងព្រាយភ្លើងអីហ្នឹងទាំងអស់អញ្ចឹងខែនេះដូចជាដល់ខែរដូវភ្លៀងអីមួយចំនួនដែរអញ្ចឹងប្រិយមិត្តដែលបានស្ដាប់រឿងទៀននេះប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនយ៉ាត់ទៅឆ្លោះកែបឆ្លោះឲ្យជប់ឡើងនេះជួបដូចរឿងដែរអេដមីនបាននិទានហើយដំណើរពីបងប្អូននៅបណ្ដាខេត្តគាត់ចែកម្លែកមកកាន់តគ្នាដែរអញ្ចឹងតាក់ព័ន្ធជាមួយនឹងរឿងអមនុស្សដាច់ក្បាលដែលហៅថាអាបហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់